វាជារឿងសាមញ្ញនៅកន្លែងធ្វើការប៉ុន្តែជាញឹកញាប់បំផុតមានឧបទ្ទហេតុកើតមានដែលបង្កឲ្យមានការខាតបង់ប្រាក់ចំណេញពេលវេលាបរិស្ថានអាចនឹងទទួលការផាកពិន័យពាក់ព័ន្ធនឹងផ្លូវច្បាប់សុវត្ថិភាពមិនមែនជាជំរើសទេវាជាកាតព្វកិច្ចដើម្បីការពារសុវត្ថិភាពរបស់អ្នកនិងអ្នកដទៃរឿងតូចមួយអាចបំផ្លាញជីវិតអ្នកនិងក្តីសង្ឃឹមគ្រួសារជាទីស្រឡាញ់របស់អ្នកបាននេះជាមូលហេតុដែលអ្នកបើកបរឡានធុនធ្ងន់ទាំងអស់ត្រូវទទួលបានការបំពាក់បំព័ន្ធបណ្ដុះបណ្ដាលពីតិចនិចវិធីធ្វើការប្រកបដោយសុវត្ថិភាពនិងមានចំណេះដឹងការវាយតម្លៃពីគ្រោះថ្នាក់ដោយខ្លួនឯងមុនចាប់ផ្ដើមការងារនីមួយដើម្បីកំណត់ពីហានិភ័យដែលជាគ្រោះថ្នាក់វិភាគរកវិធីសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ប្រកាន់យកវិធានការចាំបាច់ក្នុងការអនុវត្តការងារដោយសុវត្ថិភាពខ្ញុំសូមណែនាំគោលការណ៍ខ្លី3ចំណុចគោលការណ៍ទី1ចាប់ហ្វាំងដៃឲ្យជាប់ល្អមុនចុះចេញពីឡានគោលការណ៍ទី2ត្រូវមានកំណល់ដែលមានទំហំសមស្របនឹងរង្វង់កង់តាមប្រភេទឡានហើយត្រូវប្រើដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំពោះឥរិយាបថដែលប្រើមិនបានត្រឹមត្រូវហានិភ័យនៅតែកើតមានគោលការណ៍ទី3អ្នកបើកបរឡានត្រូវធានាថាទី1ហ្វាំងដៃត្រូវបានដាក់ជាប់ណែនល្អទី2កំណល់កកង់ឡានបានដាក់រួចរាល់ដោយសុវត្ថិភាពមុនអ្នកដើរចាក់ចេញពីឡានទៅធ្វើការងារបន្តផ្សេងទៀតកុំទាន់ចាប់ផ្ដើមធ្វើការងារប្រសិនបើគ្រប់យ៉ាងមិនទាន់មានសុវត្ថិភាពសម្រាប់គ្រប់គ្នាសម្រាប់រាល់ថ្ងៃសម្រាប់គ្រប់ពេលវេលាសូមអរគុណ